ក្រោយរដ្ឋប្រហារនៅថ្ងៃទី18មីនាឆ្នាំ1970សម្ដេចព្រះនរោត្តមសីហនុត្រូវបានភៀសព្រះកាយទៅកាន់ទីក្រុងប៉េកាំងជាមួយព្រះមហេសីអ្នកនាងម៉ូនិចអស់រយៈពេល5ឆ្នាំក្នុងនាមជារាជរដ្ឋាភិបាលរួបរวมជាតិដើម្បីធ្វើការប្រឆាំងតបតជាមួយនឹងរបបសាធារណរដ្ឋខ្មែររបស់សេនាប្រមុខលន់ នល់ក្រោមព្រះកិត្តិនាមជាបិតាឯករាជ្យជាតិនិងប្រជាប្រិយភាពរបស់ព្រះអង្គបានគៀងគរទាក់ចិត្តប្រជាជនជាច្រើនដើម្បីធ្វើការប្រឆាំងជាមួយនឹងរបបលន់ នល់ក្នុងនោះក៏មានផងដែរចលនាខ្មែរក្រហមកុម្មុយនីសដែលកំពុងមានសកម្មភាពស្រាប់នៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីការអំពាវនាវរបស់ព្រះអង្គមេខ្មែរក្រហមដែលតស៊ូនៅក្នុងព្រៃរួមមានខៀវសំផនហ៊ូនឹមហ៊ូយុននិងមេខ្មែរក្រហមផ្សេងទៀតបានចូលគាល់សម្ដេចព្រះនរោត្តមសីហនុនៅទីក្រុងប៉េកាំងជារឿយៗសូមជម្រាបថាទីតាំងនៃរាជរដ្ឋាភិបាលរួបរวมជាតិកាលនោះមាន2ទី1គឺទីក្រុងប៉េកាំងដែលដឹកនាំដោយលោកប៉ែននុតនិងជួនមុំនិងមួយទៀតនៅក្នុងព្រៃដឹកនាំដោយខៀវសំផនហ៊ូនឹមហ៊ូយុនដូច្នេះចលនានេះគឺធ្វើសកម្មភាពទាំងនៅក្រៅប្រទេសផងនិងនៅក្នុងប្រទេសផងនៅក្នុង podcast អេពីសូតនេះយើងនឹងលើកយកមកនិយាយពីបរិទស្សនកិច្ចរបស់សម្ដេចព្រះនរោត្តមសីហនុក្រោយពីពេលដែលខ្មែរក្រហមទទួលបានជ័យជំនះនិងបានកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុងគូបញ្ជាក់ផងដែរថាមុនជាងមកកាន់ប្រទេសកម្ពុជាសម្ដេចសីហនុទ្រង់បានយាងមកទស្សនកិច្ចម្ដងរួចមកហើយក្នុងឆ្នាំ1973ពេលនោះព្រះអង្គបានធ្វើទស្សនកិច្ចនៅក្នុងតំបន់ដំដោះដែលកាន់កាប់ដោយខ្មែរក្រហមមួយភាគតែប៉ុណ្ណោះប៉ុន្តែលើកនេះបន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជំនះទាំងស្រុងព្រះអង្គក៏បានបំពេញទស្សនកិច្ចម្ដងទៀតដែលដឹកនាំដោយខ្មែរក្រហមដើម្បីអួតពីសមិទ្ធផលរបស់អង្គការបដិវត្តន៍របស់ខ្លួនទស្សនកិច្ចនោះរួមមានទៅកាន់រោងចក្រផលិតសាប៊ូឡរំលីដែករោងចក្រផលិតឱសថនិងតូតមើលការធ្វើស្រែចម្ការរបស់ប្រជាជនកម្ពុជាក៏ដូចជានៅតាមលេនដ្ឋានផ្សេងៗផងដែរហើយនៅក្នុង podcast នេះយើងនឹងដកស្រង់ចេញពីសៀវភៅនៃទូកខ្មែរក្រហមដែលជាបរិនិព្វរបស់ព្រះអង្គផ្ទាល់តែម្ដងអស់លោកនឹងបានជ្រាបនៃការភូតផលរបស់មេខ្មែរក្រហមទៅកាន់សម្ដេចសីហនុនិងរឿងរ៉ាវហួសចិត្តមួយចំនួនដែលខៀវសំផនបាននិយាយបិទបាំងពីចលនារបស់ខ្លួនជាអាចអំឡុងពេលទស្សនកិច្ចទៅតាមស្រែចម្ការនានាខៀវសំផនបាននិយាយទូលព្រះអង្គថាអ្នកទីក្រុងភ្នំពេញដែលទើបផ្លាស់មករស់នៅតាមទីជនបទបានរីករាយជាមួយនឹងជីវិតថ្មីនៅតាមជនបទជាខ្លាំងព្រោះបានស្រូបយកខ្យល់អាកាសបរិសុទ្ធនិងបានធ្វើខ្លួនជាប្រយោជន៍ដល់ប្រទេសជាតិដែលជាក់ស្ដែងប្រជាជនទាំងនោះធ្វើការដូចមនុស្សយន្តជាមួយនឹងទឹកមុខស្លេកស្លាំងព្រោះខ្វះអាហារបរិភោគរីឯទស្សនកិច្ចទៅកាន់ឡរំលីដែករបស់ខ្មែរក្រហមនៅវិញក្រោយពីបានតូតឃើញនៅការងារដែលគ្មានលក្ខណៈបច្ចេកទេសនិងគ្មានការប្រុងប្រយ័ត្នរបស់ខ្មែរក្រហមដូចជាគ្មានអ្វីការពារពីកម្ដៅនិងសម្ភារៈសម្រាប់ការពារកម្មករនៅឡស្លដៃជាដើមពេលនោះព្រះអង្គបានប្រៀបធៀបឡស្លដៃរបស់ខ្មែរក្រហមប្រៀបបាននឹងឡស្លដៃសម័យបុរាណរបស់អឺរ៉ុបដូច្នេះដែរព្រោះថាគ្មានសម្ភារៈបច្ចេកទេសអ្វីច្រើនទេម្ល៉េះហើយព្រះអង្គក៏បានផ្ដល់យោបល់ទៅខៀវសំផនដើម្បីស្នើទៅប្រទេសចិននៅសម្ភារៈបរិក្ខារសម្រាប់ពួកជាងរំលាយដែកក៏ប៉ុន្តែខៀវសំផនបានបដិសេធនិងលើកហេតុផលថាវាជាការពុំចាំបាច់នោះទេពីព្រោះបណ្ដាសមមិត្តរបស់យើងសុទ្ធតែជាមនុស្សក្លាហាននិងខ្លាំងពូកែនិងមានមោទនភាពជាតិទាំងអស់មោទនភាពជាតិនោះគឺពួកគេពឹងផ្អែកទៅលើកម្លាំងរបស់ខ្លួនពុំមែនពឹងផ្អែកទៅលើជំនួយបរទេសនោះទេសម្ដីទាំងប៉ុន្មានម៉ាត់របស់ខៀវសំផននេះហាក់បញ្ជាក់ពីភាពអស្ចារ្យរបស់កម្មករដែលស្ថិតនៅក្រោមអង្គការបដិវត្តន៍មហាលោតផ្លំមហាអស្ចារ្យរបស់ខ្លួននិងបញ្ជាក់ពីជំហរឯករាជ្យម្ចាស់ការខ្លួនទីពឹងខ្លួនមិនពឹងពាក់បរទេសណាដែលជាមីគីរបស់ខ្មែរក្រហមក៏ប៉ុន្តែតាមរយៈពាក្យសម្ដីនេះខៀវសំផនចង់អួតថាកម្មករដែលក្លាហាននិងខ្លាំងពូកែរបស់ពួកគេមិនខ្លាចកម្ដៅដែលចេញពីឡស្លដៃនោះទេនិងមិនត្រូវការសម្ភារៈការពារទប់ទល់នឹងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងនោះឡើយក៏ប៉ុន្តែការងារជាក់ស្ដែងគេយកលក្ខណៈបច្ចេកទេសគឺគេមិនយកភាពក្លាហានមកធ្វើនោះទេនៅខែកញ្ញាឆ្នាំ1975ខៀវសំផនបានរួមដំណើរជាមួយនឹងអៀងធីរិតប្រពន្ធអៀងសេរីបានមកដល់ទីក្រុងព្យុងយ៉ាងដើម្បីសូមយាងសម្ដេចព្រះនរោត្តមសីហនុឲ្យត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញជាផ្លូវការគ្រានោះខៀវសំផនបានប្រមានព្រះអង្គយ៉ាងគំរោះគំរើយថាកតកាល័យនិងលេខាធិការដ្ឋានរបស់ព្រះអង្គនៅសម័យតស៊ូនៅក្នុងទីក្រុងប៉េកាំងត្រូវទៅលុបបំបាត់ចោលទាំងស្រុងព្រោះថាព្រះអង្គពុំមានសិទ្ធិបោះពុម្ពផ្សាយប្រតិបត្តិឬប្រតិបត្តិឯកសារដោយសមរណសីរួបរวมជាកម្ពុជាទៀតឡើយខៀវសំផនបានបន្តទៀតថាលេខាធិការទាំងប៉ុន្មានរបស់ព្រះអង្គត្រូវតែបញ្ចប់មុខតំណែងរបស់ខ្លួនទាំងអស់ហើយថាបករបស់គាត់ដែលសម្ដៅដល់បកកុម្មុយនីសកម្ពុជានឹងផ្ដល់លេខាធិការជូនតាមដែលព្រះអង្គត្រូវការ
ចាប់តាំងពីពេលនោះមកសម្ដេចព្រះនរោត្តមសីហនុបានដឹងយ៉ាងច្បាស់ពីជោគវាសនារបស់ព្រះអង្គស្រេចបាត់ទៅហើយថាខ្មែរក្រហមនឹងចាត់ចែងយ៉ាងដូចម្តេចចំពោះការយាងនិវត្តន៍របស់ព្រះអង្គទៅកាន់មាតុភូមិកម្ពុជាវិញនៅថ្ងៃទី31ធ្នូឆ្នាំ1975យន្តហោះមួយគ្រឿងរបស់ប្រទេសចិនបានដឹកព្រះអង្គនិងព្រះញាតិវង្សមកកាន់ព្រលានយន្តហោះពោធិ៍ចិនតុងទីក្រុងភ្នំពេញក្រោមការធ្វើបដិសេនារកិច្ចពីសំណាក់ប៉ែននុតដែលកាលនោះជានាយករដ្ឋមន្ត្រីនៅឡើយព្រមទាំងខៀវសំផនសុនសែននិងកងទ័ពខ្មែរក្រហមមួយចំនួនផងបានយាងព្រះអង្គឆ្ពោះទៅកាន់ព្រះបរមរាជវាំងចំពោះប្រជាជននិងបណ្ដាប្រជារាស្ត្រដែលត្រូវបានជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទស្រុកស្រែចំការខៀវសំផនបានទូលថ្វាយសម្ដេចនរោត្តមសីហនុថាពួកគេមានសុខភាពល្អប្រសើរទាំងអស់ពួកគេធ្វើការងារលំបាកពិតមែនប៉ុន្តែដោយស្ម័គ្រចិត្តនិងដោយទឹកមុខសប្បាយរីករាយជាខ្លាំងតែតាមកាពិតគ្រាន់តែថ្ងៃដំបូងនៃការឡើងកាន់អំណាចរបស់ពួកគេប្រជាជនត្រូវទទួលរងទុក្ខវេទនាព្រាត់ប្រាសគ្រួសារស្លាប់កោជើងស្អុយតាមដងផ្លូវដូចខ្មោចសត្វអំឡុងពេលនៃការជំនះដោយបង្ខំចាក់ចេញពីទីក្រុងភ្នំពេញប្រជាជនទាំងអស់ត្រូវធ្វើដំណើរដោយថ្មើរជើងក្រោមកម្ដៅថ្ងៃក្តៅហួតហែងនៅរដូវប្រាំងខែមេសាត្រូវទទួលរងភាពអត់ឃ្លានធ្វើដំណើរដោយប្រញាប់ប្រញាល់ដោយខ្មែរក្រហមមិនបានចែកស្បៀងឲ្យនោះទេដូច្នេះការទូលថ្វាយសម្ដេចសីហនុថាប្រជាជនមានសុខភាពល្អសប្បាយរីករាយនៅក្នុងការធ្វើការងារគឺជាពាក្យភូតភរកុហកសុទ្ធសាធហើយក្រោយមកទៀតសម្ដេចនរោត្តមសីហនុជ្រាបការពិតនិងបានទទួលស្គាល់ព្រះអង្គថាលោកមានសេចក្តីឆោតល្ងង់ណាស់ដែលជឿរឿងនេះទាំងនេះគឺផ្អែកទៅលើសៀវភៅអ្នកទោសខ្មែរក្រហមដែលជាព្រានិពន្ធរបស់ព្រះអង្គផ្ទាល់ក្នុងការស្នាក់អាស្រ័យនៅក្នុងព្រះបរមរាជវាំងពួកខ្មែរក្រហមបានចាត់ចែងឲ្យមានបុគ្គលិករងចាំបម្រើការរស់នៅរបស់ព្រះអង្គក្នុងនោះមានកម្មាភិបាលម្នាក់ដែលជាវិស្វករផ្នែកទូរគមនាគមន៍ដែលបានធ្វើការសិក្សាជាន់ខ្ពស់នៅប្រទេសបារាំងសមាជិកនៃលេខាធិការដ្ឋាន2រូបទទួលបន្ទុកមើលការខុសត្រូវវេសនដ្ឋានស្នាក់នៅរបស់ភ្ញៀវដែលបុគ្គលិក2រូបនោះធ្លាប់បានធ្វើការសិក្សាជាន់ខ្ពស់នៅសហភាពសូវៀតនិងម្នាក់ទៀតនៅប្រទេសឆេកូស្លូវ៉ាគីអញ្ចឹងគឺមានយុវជន3នាក់សម្រាប់វេសនដ្ឋានសម្រាប់ភ្ញៀវនិងយុវនារី4នាក់សម្រាប់ផ្ទះបាយមិនត្រឹមតែប៉ុណ្ណោះក៏មានយោធាជាច្រើននាក់ដែលទទួលបន្ទុកយាមការពារព្រះបរមរាជវាំងនិងថែទាំសួនច្បារនៅក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ1970ដល់ឆ្នាំ1975ពួកខ្មែរក្រហមបាននិយាយនៅក្នុងប្រតិបត្តិព័ត៌មានរបស់ខ្លួនដែលសម្រាប់ផ្សាយចេញទៅបរទេសនិងការផ្សាយតាមវិទ្យុរបស់ខ្លួនអំពីក្រមប្រឹក្សារដ្ឋមន្ត្រីនៅក្នុងតំបន់អំដោះដែលកាន់កាប់ដោយខ្មែរក្រហមនៅក្នុងនោះក៏មានផងដែរបងប្អូនជីដូនមួយរបស់សម្ដេចព្រះនរោត្តមសីហនុគឺនរោត្តមភូរិសារាក៏ប៉ុន្តែតាមការពិតនៅខែកញ្ញាឆ្នាំ1975នរោត្តមភូរិសារាបានសារភាពទៅកាន់ព្រះអង្គនៅប្រាសាទខេមរិនថាក្នុងឋានៈព្រះអង្គជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពគឺគ្មានទាំងក្រសួងគ្មានទាំងបុគ្គលិកធ្វើការគ្មានទាំងចៅក្រមគ្មានតុលាការហើយលោកមិនត្រូវបានគេអញ្ជើញឲ្យទៅចូលរួមប្រជុំក្នុងក្រុមប្រឹក្សារដ្ឋមន្ត្រីឬការសម្រេចចិត្តផ្សេងតាក់ទងជាមួយនឹងកិច្ចការរដ្ឋាភិបាលដែលគេអួតថាជារាជរដ្ឋាភិបាលរូបរួមជាតិនោះទេគណៈដឹកនាំខ្មែរក្រហមតែងតែធ្វើការសម្រេចចិត្តគ្រប់ជាន់ថ្នាក់និងគ្រប់ប្រភេទតែឯងតែប៉ុណ្ណោះនរោត្តមភូរិសារាបានបន្តប្រាប់សម្ដេចនរោត្តមសីហនុបន្តទៀតថាបន្ទាប់ពីព្រះអង្គសួរថាតើប្រព័ន្ធតុលាការនៅតំបន់អំដោះនៅប្រទេសកម្ពុជាយើងពេលមានសង្គ្រាមបានប្រព្រឹត្តទៅយ៉ាងដូចម្តេចលោកបានសារភាពថាព្រះអង្គដែលជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនៃរាជរដ្ឋាភិបាលរូបរួមជាតិកម្ពុជាមិនដឹងពីយុទ្ធធម៌ដែលកាត់សេចក្តីដោយខ្មែរក្រហមតាមរបៀបណាឡើយចំណែកខ្ញុំក៏មិនដឹងរឿងដូចព្រះអង្គដែរនេះសូមបញ្ជាក់ថាសម្រាប់អ្នកសីហនុនិយមឬអ្នករាជានិយមពួកខ្មែរក្រហមគ្រាន់តែយកមកប្រើប្រាស់ដើម្បីលម្អដល់ចលនារបស់ខ្លួនតែប៉ុណ្ណោះជាអាចគឺក្រោយពេលដែលខ្មែរក្រហមឡើងកាន់អំណាចពួកគេបានព្យាយាមកម្ចាត់ចោលទាំងអស់កម្មាភិបាលខ្មែរក្រហមទាំងឡាយណាដែលមានទំនោរសីហនុនិយមនៅក្នុងករណីនេះក៏ដូចគ្នាដែរខ្មែរក្រហមមិនបានផ្ដល់អំណាចទូនាទីជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពដល់នរោត្តមភូរិសារាអ្វីឡើយក្រៅតែពីឈ្មោះទៅទេកាលពីខែកញ្ញាឆ្នាំ1975ខៀវសំផនឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិបានទូលសម្ដេចនរោត្តមសីហនុថាព្រះអង្គធ្លាប់កោតសរសើរយ៉ាងខ្លាំងចំពោះទីក្រុងនានាដែលប្រកបទៅដោយសួនច្បារនៅប្រទេសកូរ៉េពេលនេះយើងខ្ញុំធ្វើតាមគំរូប្រធានាធិបតីគីមអ៊ីសុងដែរយើងនឹងកសាងទីក្រុងល្អៗឲ្យបានច្រើនបំផុតទីក្រុងល្អៗដែលសុនសែនបានអួតនោះក្រោយមកបានក្លាយទៅជាទីក្រុងខ្មោចទាំងអស់
ហើយសួនច្បារនានាត្រូវបានគេប្រែក្លាយទៅជាសួនបន្លែចំការចេកឬវាលស្មៅតូចៗសម្រាប់សត្វស៊ីទៅវិញដូច្នេះតាមរយៈការដឹងរបស់ខ្ញុំក្រៅតែពី Q សំផនដែលគេស្គាល់ថាជាមនុស្សដែលពូកែកុហកសម្ដេចសីហនុជាងគេនោះក៏មានដែរគឺសុនសែននេះឯងប្រសិនបើពុកម៉ែបងប្អូនមានបំណងនៅក្នុងការជួយឧបត្ថម្ភគាំទ្រដល់ការផលិតវីដេអូស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហមក៏ដូចជាប្រវត្តិសាស្ត្រផ្សេងៗទៀតបងប្អូនអាចធ្វើការបរិច្ចាគនៅខាងក្រោយវីដេអូដែលខ្ញុំបានទម្លាក់ QR ABA នៅខាងក្រោយនេះពុទ្ធសាសនាចំណូលដែលខ្ញុំទទួលបានអំពី YouTube នេះគឺវាតិចស្ដួចស្ដើងមែនតើពុទ្ធសាសនានៅក្នុងស្រុកខ្មែរយើងសេដ្ឋកិច្ចរបស់យើងវាមិនសូវល្អអញ្ចឹងហើយចំណូលដែលមកពី advertising នេះគឺវាតិចតួចស្ដួចស្ដើងមែនតើបើសិនជាបងប្អូនគិតថាអ្វីដែលខ្ញុំកំពុងតែធ្វើនេះគឺវាបានជាប្រយោជន៍ហើយចង់លើកទឹកចិត្តដល់ការស្រាវជ្រាវបន្តទៀតបងប្អូនអាចធ្វើការបរិច្ចាគតាមរយៈ ABA QR ដែលខ្ញុំបានផ្ញើនៅខាងចុងវីដេអូនេះបាន